ពីព្រេងងាយមានរដូវប្រាំងដ៏រាងស្ងួតមួយបានធ្វើឲ្យបឹងបួររាងស្ងួតអស់មានក្រពើមួយក្បាលដេកហាយថ្ងៃលើដីប្រេះបែកចិត្តដាច់ខ្យល់ស្លាប់ព្រោះអត់ទឹកនិងចំណីពេលនោះមានសត្វឥន្ទ្រីដ៏ធំមួយក្បាលបានហាវមកទុំលើដើមឈើក្បែរនោះក្រពើឃើញដូច្នោះក៏អង្វរថាបងឥន្ទ្រីអើយសូមមេត្តាជួយយកខ្ញុំទៅដាក់នៅទន្លេដែលមានទឹកផងចុះខ្ញុំនឹងដឹងគុណបងអស់មួយជីវិតសត្វឥន្ទ្រីជាសត្វចិត្តល្អក៏យល់ព្រមជួយវាបានប្រើក្រញាំដ៏រឹងមាំរបស់វាចាប់ស្មាទាំងសងខាងរបស់ក្រពើហើយហាវបង្ហោះយ៉ាងខ្ពស់នាំយកទៅកាន់ទន្លេធំមួយដែលសម្បូរទឹកឥន្ទ្រីហោះយ៉ាងពិបាកព្រោះក្រពើធ្ងន់ណាស់ប៉ុន្តែដោយចិត្តអាណិតវាខំប្រឹងរហូតដល់មាត់ទឹកពេលដាក់ក្រពើជក់ដល់ទឹកភ្លាមក្រពើឯឃ្លានខ្លាំងបានប្រែទឹកមុខពីការអង្វរមកជាកាចសាហាវវាបានខំជើងសត្វឥន្ទ្រីជាប់មិនឲ្យហាធនាហេតុអ្វីឯងធ្វើបែបនេះខ្ញុំបានជួយជីវិតឯងណាឯងជួយខ្ញុំម៉ានតែពេលនេះខ្ញុំឃ្លានខ្លាំងណាស់ហើយសាច់ឯងក៏ទនួងដែរខ្ញុំត្រូវតែស៊ីឯងពេលកំពុងប្រកែកគ្នាសត្វទន្សាយមួយក្បាលបានដើរមកដល់ឥន្ទ្រីក៏ស្រែកឲ្យទន្សាយជួយកាត់ក្តីទន្សាយធ្វើជាមិនជឿថាឥន្ទ្រីតូចមួយអាចលើកក្រពើដ៏ធំនេះរួចទន្សាយនិយាយថាបើចង់ឲ្យខ្ញុំជឿតើតើពួកឯងសម្ដែងឲ្យខ្ញុំមើលម្ដងទៀតឥន្ទ្រីឯងសាក់ចាប់ក្រពើហោះទៅកន្លែងដានវិញមើលដោយចង់ស៊ីឥន្ទ្រីពេកនឹងគិតថាខ្លួនឆ្លាតក៏យល់ព្រមឥន្ទ្រីក៏ចាប់ក្រពើហោះត្រឡប់ទៅកន្លែងដីស្ងួតវិញពេលដល់កន្លែងដីគោកភ្លាមឥន្ទ្រីក៏ឡើងក្រពើចោលហើយហោះឡើងលើដើមឈើភ្លាមចាប់ពីពេលនោះមកក្រពើត្រូវដើររកទីតាំងមានទឹកដោយខ្លួនឯង